ៀបបង្កើត user នៅក្នុង Outlook Express មានន័យថានៅក្នុង Outlook Express នេះយើងមាន user 2នាក់ឬបើអ្នកប្រើប្រាស់ computer មានគ្នា2នាក់អញ្ចឹងមានន័យថាប្រសិនបើយើងចង់ send email តាមរយៈ email របស់យើងគឺយើង log ចូល user របស់យើងប៉ុន្តែបើសិនជា email របស់គេវិញគឺគេ log ចូល user របស់គេផ្ទាល់ខ្លួនរបស់គេអញ្ចឹងត្រង់ចំណុចនេះវាអត់មានបង្ហាញឈ្មោះ user ទេដោយសារតែយើងមាន user តែមួយអញ្ចឹងក្នុងការបង្កើត user ឲ្យបានច្រើនដោយយើងចុចទៅក្នុង file យកពាក្យថា identity ហើយ add new identity អញ្ចឹងកន្លែងនេះខ្ញុំចាប់បានបង្កើត user ថ្មីមកដាក់ថា miss Nari បើយើងចង់ដាក់ password ក៏បានដែរយើងចុចលើវាមួយមកនេះ password ដើម្បីយើង log ខ្ញុំឧទាហរណ៍ថាដាក់ថា45អញ្ចឹងទៅ1 2 3 4 5លើមិនក៏អញ្ចឹងអូខេបន្ទាប់មកវាសួរអញ្ចឹងឯងនៅកន្លែងនេះវានឹងចេញភ្លាមចេញតែ main identity នេះគឺជា default មួយអញ្ចឹងមានន័យថា user មាន2មួយឈ្មោះ user មួយគឺ main identity និង user យើងទៅបង្កើតថ្មីឈ្មោះថាកញ្ញា Nari អញ្ចឹងកន្លែងនេះនៅពេលយើងបង្កើតវាសួរថា do you want to tweet a miss Nari now បានថាយើងចង់ log ចូលទៅក្នុង user Nari អត់មកផ្លាស់ប្ដូរអត់បើយើងយក yes មានន័យថាវានឹងចាក់ចេញពី main user main identity និង log ចូល user Nari ដោយសារវាអត់បាទអញ្ចឹងយក yes ទុំចាំបន្តិច